ជាសេចក្តីរាយការណ៍របស់សារព័ត៌មានខៅសូតបាទខៅសូតគឺបានរាយការណ៍ឲ្យដឹងថាឥឡូវហ្នឹងគឺលោករដ្ឋមន្ត្រីក្រសួងការបរទេសថៃនឹងចេញមកនិយាយទៀតណាបាទដោយបន្ទោសកម្ពុជាម្ដងបាទបើតាមសេចក្តីរាយការណ៍របស់ខាងខៅសូតហ្នឹងគឺឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសថៃគឺលោកសៀស័កភូមិកិតកែវហ្នឹងបាននិយាយថាគឺកម្ពុជាទេមិនមែនថៃទេដែលបានបញ្ចប់ការចរចាព្រំដែនទ្វេភាគីដោយជ្រើសរើសការការប្រើប្រាស់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រអ៊ុនក្លោសហ្នឹងជាជាងឲ្យការសន្ទនាគ្នាដោយផ្ទាល់ជាមួយនឹងគ្នាបាទអញ្ចឹងគាត់ដករឿងនោះបញ្ចូលពេញទាំងអស់តែម្ដងដោយថ្លែងនៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងម៉ានីលកាលពីយប់ថ្ងៃអង្គារលោកសៀស័កបាននិយាយថាប្រទេសថៃនៅតែបញ្ញាចិត្តចំពោះការព្រមព្រៀងគ្នាដែលបានសម្រេចដោយមេដឹកនាំប្រទេសទាំងពីរនៅទីក្រុងសេប៊ូថាបញ្ហាព្រំដែនគួរតែត្រូវបានដោះស្រាយតាមរយៈការសន្ទនានិងវិធានការកសាងទំនុកចិត្តដោយសម្ដីរបស់លោកផ្ទាល់លោកបានបញ្ជាក់ថាប្រទេសថៃមិនបានបិទទ្វារសម្រាប់ការចរចាទេកម្ពុជាជាប្រទេសដែលបានបិទទ្វារនេះបាទឃើញទេបាទនេះគឺជាសម្ដីផ្ទាល់របស់លោកភូមិកិតកែវជាភាសាអង់គ្លេសបកប្រែជាខ្មែរមកវិញលោកសៀស័កបាននិយាយថាប្រទេសថៃបានស្នើម្ដងហើយម្ដងទៀតអំពីការចរចាលើព្រំដែនសមុទ្រក្រោមអនុសារណៈយោគយល់គ្នាឆ្នាំ2001ដោយអះអាងថាវឌ្ឍនភាពលើបញ្ហាសមុទ្រអាចជួយជំរុញការពិភាក្សាលើព្រំដែនគោកលោកបានចោទសួរថាហេតុអ្វីបានជាកម្ពុជាបន្តការផ្សះផ្សាដោយបង្ខំដោយមិនបានធ្វើការចរចាទ្វេភាគីជាមុនសិនបាទលោកនិយាយនេះអត់បាននិយាយដល់ពេលដែលគាត់លុប MOU 2001ហ្នឹងដោយខ្លួនឯងបាទឥឡូវគាត់ទៅថាគាត់សុំសន្ទនាគ្នាក្រោម MOU 2001ទៅវិញបាទលោកក៏បាននិយាយផងដែរថាការអំពាវនាវរបស់កម្ពុជាឲ្យមានកិច្ចប្រជុំគណៈកម្មការព្រំដែនរួមបាទ JBC ស្ដីពីការកំណត់ព្រំដែនដីគោកខណៈដែលបដិសេធការសន្ទនាក្រោមអនុសារណៈយោគយល់គ្នានេះគឺហើយមកអនុវត្តខាងការប្រើប្រាស់អ៊ុនក្លោសនោះគឺដូចជាដើរផ្ទុយគ្នានៅក្នុងការវិវត្តមួយទៀតគឺគណៈរដ្ឋមន្ត្រីថៃបានអនុម័តប្រធាននិងសមាជិក JBC ថ្មីខាងភាគីថៃហើយក៏ប៉ុន្តែលោកសៀស័កបាននិយាយថាការតែងតាំងនេះគឺជាបញ្ហារដ្ឋបាលផ្ទៃក្នុងហើយមិនមែនមានន័យថាការចរចាផ្លូវការនឹងចាប់ផ្ដើមឡើងវិញភ្លាមៗនោះទេលោកបាននិយាយថាការចរចាបច្ចេកទេសព្រំដែននឹងមានការលំបាករហូតដល់កង្វល់ផ្នែកសន្តិសុខទូលំទូលាយរួមទាំងការបោះសម្អាតមីនសកម្មភាពប្រឆាំងនឹងក្រុមឆបោកការកសាងទំនុកចិត្តឡើងវិញត្រូវបានដោះស្រាយលោកបាននិយាយថាដរាបណាការញុះញង់នៅតែបន្តហើយទំនុកចិត្តមិនអាចស្ដារឡើងវិញបានការចរចាបច្ចេកទេសក្រៅអនុសារណៈយោគយល់គ្នានេះនឹងពិបាកបន្តទៅមុខបាទសូមដកសំពីខៅសូតត្រឹមប៉ុណ្ណាដូច្នេះប្រិមត្តអាចយល់បានហ្នឹងឃើញទេបាទគាត់រកលេសរហូតដោះសារនេះដោះសារនោះមិនចង់ធ្វើកិច្ចការហ្នឹងដោយហើយកាលមុនថាអត់មានប្រធាននិងសមាជិក JBC របស់គាត់ទេឥឡូវគណៈរដ្ឋមន្ត្រីគាត់អនុម័តបានហើយគាត់ថាអត់តន់ទេបាទមិនមែនជារឿងមួយដែលអនុម័តដើម្បីយកមកចរចាទេបាទគឺដូច្នេះខ្ញុំគាត់ឲ្យជម្រាបប្រិមត្តឲ្យប្រិមត្តទៀតដែលយើងតាមដានព័ត៌មាននេះដោយនៅកណ្ដាលយើងឃើញថាគាត់ខិតខំប្រឹងប្រែងដោះសារឲ្យដោះសារទៀតម្ដងថាកំអាលចរចាអីដោយសារតែអត់មានសមាជិកគណៈកម្មការឥឡូវបានអានឹងហើយគាត់ថាមិនទាន់ទេដោយសាររឿងបច្ចេកទេសអីបន្តទៀតអញ្ចឹងបើសិនជាប្រិមិត្តសាកគិតវិញថាហេតុអីបានជាគាត់អូបន្លាយកន្លែងអញ្ចឹងពីព្រោះអីគាត់ចង់ទៅដោះស្រាយបញ្ហានោះទៅចូលលើផ្លូវច្បាប់មានការចរចាត្រឹមត្រូវតែហេតុអ្វីគាត់អូបន្លាយគឺបញ្ហាផ្ទៃក្នុងនៅក្នុងប្រទេសរបស់គាត់ពេលខ្លះពេលដែលយើងឃោសនាយើងសន្យាជ្រុលពេកបាទពេលជ្រុលពេកមហាជនគាត់ទៅតាមដានជាពិសេសក្រុមជ្រុលនិយមនៅថៃហ្នឹងគាត់ទៅតាមដានបាទថាតើធ្វើបានប៉ុណ្ណាតែធ្វើមិនស្រួលពួកនោះបះឈុលតែម្ដងនាំឲ្យមានបញ្ហាដល់ស្ថិរភាពនៃរដ្ឋាភិបាលរបស់អនុធានហ្នឹងបាទអញ្ចឹងដូច្នេះយើងមើលគាត់សុកចិត្តកុហកយើងកុហកអន្តរជាតិឲ្យឃើញថាយើងមើលភ្នែកទៅទេដោយមិនថាធ្វើជួខាងណាឈរខាងណាគឺដឹងថាគាត់កុហកម្ដងនេះជាលោតចុះលោតឡើងអញ្ចឹងបានន័យថាយើងដឹងថាគាត់ប្រកាសជាមានសម្ពាធកន្លែងណាមួយហើយសម្ពាធពិតប្រកបបើតាមខ្ញុំយល់
គឺសម្ពាធផ្ទៃក្នុងរបស់គាត់នឹងច្រើនតែម្ដងពីរឿងគាត់សន្យាពេលដែលឃោសនាណាបាទតែស្រួលនឹងក្រុមជ្រុលនិយមរបស់ថៃនឹងគឺបះហើយបាទអញ្ចឹងប្រិមិត្តវិញយល់យ៉ាងណានេះគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំទេបើប្រិមិត្តយល់ឃើញផ្សេងពីហ្នឹងសូមចូលរួមជាមតិយោបល់ផងបាទរាយព័ត៌មានទី2នេះគឺជាសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ហើយមានសារព័ត៌មានថៃក៏បានរាយការណ៍ដែរប៉ុន្តែខ្ញុំសូមដកស្រង់ពីសារព័ត៌មាន Reuters ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថាយោធាថៃបាននិយាយនៅថ្ងៃពុធទី22ខែកក្កដានេះថាប្រទេសថៃបានបញ្ចប់ការសាងសង់ផ្នែកដំបូងនៃរបងព្រំដែនអចិន្ត្រៃយ៍តាមបណ្ដោយផ្នែកខ្លះនៃព្រំដែនរបស់ខ្លួនជាមួយនឹងកម្ពុជាខណៈដែលភាពតានតឹងនៅតែបន្តកើតមានរវាងប្រទេសជិតខាងអាស៊ីអាគ្នេយ៍ទាំងពីរបន្ទាប់ពីការប្រយុទ្ធគ្នាពីរជុំកាលពីឆ្នាំមុនអគ្គមេបញ្ជាការកងកម្លាំងការពារជាតិរបស់ថៃលោកឧត្តមសេនីយ៍អ៊ុក្រិតប៊ុនថានុនបានពិពណ៌នាអំពីបន្ទះបេតុងរឹងមាំប្រវែង 1.3 គីឡូម៉ែត្រដែលគ្របដណ្ដប់ដោយសំណាញ់ដែកនិងលួសកុងសន្តិណានិងនៅស្រុកប៉ងណាំរុនភាគខាងកើតថាមានស្ថិរភាពរឹងមាំនិងប្រើប្រាស់បានយូរដោយនិយាយថាវាត្រូវបានរចនាឡើងសម្រាប់សន្តិសុខរយៈពេលវែងបន្ទះជញ្ជាំងបេតុងនៅទីនេះត្រូវបានបាញ់សាកល្បងចង់ដឹងដោយលោកអ៊ុក្រិតបានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងពេលកិច្ចទស្សនកិច្ចប្រព័ន្ធផ្សព្វផ្សាយនៅទីតាំងនោះថាយើងបានបញ្ជាក់ថារបងនេះអាចការពារប្រឆាំងនឹងការបាញ់កាំភ្លើងតូចៗបានលោកអ៊ុក្រិតបាននិយាយបន្ថែមទៀតថាក្រមយោធាគ្រោងនឹងសាងសង់របងបន្ថែមប្រវែងជាង7 គីឡូម៉ែត្រដែលភ្ជាប់ទៅនឹងផ្នែកដែលមានស្រាប់ខណៈដែលកំពុងវាយតម្លៃតំបន់ផ្សេងទៀតនៃព្រំដែនប្រវែង817 គីឡូម៉ែត្រដែលដីនឹងលក្ខខណ្ឌបរិស្ថាននឹងអនុញ្ញាតឲ្យមានការសាងសង់ស្រដៀងគ្នានេះបាទនេះគឺជាសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters បាទខ្ញុំសូមបន្ថែមយោបល់កន្លែងហ្នឹងតិចបាទគឺកន្លែងនេះគឺជាកន្លែងដែលបានឯកភាពគ្នាក្នុងពេលកន្លងមកហើយណាកន្លែងហ្នឹងគឺមានការកំណត់ព្រំដែនហ្នឹងត្រឹមត្រូវមានបង្គោលកំណត់បានត្រឹមត្រូវរួចហើយក៏ប៉ុន្តែគ្រាន់តែពេលដែលថៃគាត់ធ្វើហ្នឹងគឺបើវាអាចនឹងធ្វើឲ្យមានការភ័ន្តច្រឡំបន្តិចដែរនៅក្នុងមជ្ឈដ្ឋានមួយចំនួនដែលតែងតែគិតអំពីអវិជ្ជមានណាបាទគឺតែងតែពីអវិជ្ជមានគឺចង់សម្ដៅទៅលើអវិជ្ជមានសម្ដៅទៅលើប្រទេសកម្ពុជាហ្នឹងធ្វើឲ្យមានការច្រឡំអញ្ចឹងដូច្នេះអ្នកដែលចំណេញនេះគឺខាងថៃគេចំណេញរឿងហ្នឹងក៏ប៉ុន្តែថៃក៏រងសម្ពាធពីផ្ទៃក្នុងមកដែរគឺពីព្រោះគាត់បានរៃអង្គាសថវិកាសម្រាប់សាងសង់របងដែលគាត់បានចេញប្លង់តាំងពីលើកមុននោះបាទលើកមុនដែលមានសារព័ត៌មានផ្សាយយូរមកហើយដោយមូលនិធិហ្នឹងគឺខាងស្ដេចកូនស្ដេចស្រីរបស់ថៃនោះបាទបានរៀបចំលេខឥឡូវមិនមែនជាកូនស្ដេចទេដូចជាប្អូនស្ដេចវិញហើយបាទលោកស្រីចាស់ស្ត្រីមួយហ្នឹងបាទគឺបានរៃអង្គាសថវិកាហ្នឹងសម្រាប់យកមកសាងសង់អញ្ចឹងដូច្នេះទាហានថៃក៏ត្រូវតែមានកាតព្វកិច្ចត្រូវចំណាយលុយហ្នឹងដើម្បីសាងសង់នៅកន្លែងហ្នឹងបាទអញ្ចឹងគឺអាចនឹងមានការបកស្រាយប៉ុន្តែខ្ញុំដឹងរឿងហ្នឹងជ្រៅជាងហ្នឹងបន្ថែមទៀតដែលខ្ញុំមិនអាចនិយាយបានទេរឿងជ្រៅហ្នឹងគឺមិនមែនជារឿងដែលអាក្រក់សម្រាប់កម្ពុជាទេការពិតវាជារឿងល្អសម្រាប់កម្ពុជាប៉ុន្តែខ្ញុំសូមមិននិយាយពេលខ្លះពីព្រោះកិច្ចការខ្លះបើកាលណាយើងនិយាយបាទវាមិនចំណេញដល់កម្ពុជាបែរជានាំរឿងរ៉ាវទៅវិញបាទដូច្នេះខ្ញុំក៏បញ្ជាក់ប្រាប់ថាកន្លែងនេះគឺមានការឯកភាពគ្នាតាមទៅពីមុនមកទេណាបាទចងក្រងមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នានៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងព័ត៌មានទី1នេះបាទគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន The New York Times និងសារព័ត៌មានផ្សេងទៀតនៅក្នុងសហរដ្ឋអាមេរិកនេះបាទគឺបានឲ្យដឹងថាគឺរដ្ឋបាលលោកប្រធានាធិបតី Donald Trump នៅថ្ងៃពុធទី22ខែកក្កដានេះបានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងជាមួយនឹងប្រទេសអារ៉ាប៊ីសាអូឌីតស្ដីអំពីការអនុញ្ញាតឲ្យព្រះរាជាណាចក្រនេះបានមានលទ្ធភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដើម្បីប្រើប្រាស់នៅក្នុងម៉ាស៊ីន reactor nuclear ម៉ាស៊ីនក្បាលម៉ាស៊ីន nuclear នេះបើយោងតាមលោករដ្ឋមន្ត្រីក្រសួងធម្មពលរបស់សហរដ្ឋអាមេរិកគឺលោក Chris Wright បាន
ថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានដែលបានផ្ញើជូនអ្នកសារព័ត៌មានហើយបើយោងតាមសេចក្តីថ្លែងការណ៍នោះគឺបានឲ្យដឹងថាលោករដ្ឋមន្ត្រីជាមួយនឹងសមាភិកីអារ៉ាប៊ីសាអូឌីតគឺព្រះអង្គម្ចាស់អាប់ឌុលឡាស៊ីប៊ីនសាល់ម៉ាន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនុយក្លេអ៊ែរដោយសន្តិវិធីបាទដោយសន្តិភាពបាទដោយសន្តិភាពបាទហើយក៏មានកិច្ចព្រមព្រៀងមួយទៀតដែលនិយាយអំពីការធ្វើយ៉ាងណាឲ្យមានសុវត្ថិភាពនុយក្លេអ៊ែរបាទដែលគេចាត់ទុកថាចាស់បញ្ហាសុវត្ថិភាពនុយក្លេអ៊ែរហ្នឹងតើវាមានទ្រង់ទ្រាយយ៉ាងម៉េចដែរគឺដែលមិនឲ្យមានគ្រោះថ្នាក់នោះបាទដែលពីព្រោះអីការដែលអនុញ្ញាតនេះគឺជាការមួយបើកច្រកមួយដែលអាចនឹងធ្វើឲ្យប្រទេសអារ៉ាប៊ីសាអូឌីតអាចប្រើប្រាស់សារធាតុនុយក្លេអ៊ែរហ្នឹងបានពីព្រោះចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនោះបាទគឺអាចនឹងយកទៅប្រើនៅក្នុងអាវុធនុយក្លេអ៊ែរបានក្បាលគ្រាប់នុយក្លេអ៊ែរបានដូច្នេះតើធ្វើយ៉ាងណាឲ្យវាមានសុវត្ថិភាពបាទឥឡូវនេះគឺគេកំពុងតែតាមដានពិនិត្យឬបញ្ហានេះយ៉ាងដិតដល់ផងដែរហើយខាងរដ្ឋសភារបស់សហរដ្ឋអាមេរិកខាងសភារបស់សហរដ្ឋអាមេរិកនឹងពិនិត្យមើលលើបញ្ហានេះបាទអញ្ចឹងបានន័យថានិយាយឲ្យសាមញ្ញគឺឥឡូវនេះគឺចោះតលេខាទៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរសម្រាប់ប្រើប្រាស់សម្រាប់ថាមពលក៏ប៉ុន្តែអនុញ្ញាតឲ្យអារ៉ាប៊ីសាអូឌីតអាចចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមបានអញ្ចឹងអាសារធាតុអ៊ុយរ៉ាញ៉ូមហ្នឹងបើសិនជាគាត់ចម្រាញ់ឲ្យយកមកប្រើក្នុងថាមពលអគ្គិសនីមិនអីទេតែបើសិនជាគាត់យកមកប្រើនៅក្នុងដាក់ក្បាលគ្រាប់នុយក្លេអ៊ែរទៅជាអាវុធនុយក្លេអ៊ែរហ្នឹងតើវាយ៉ាងម៉េចដែរហើយអញ្ចឹងហើយបានគេមានកិច្ចព្រមព្រៀងមួយថាអត់ទេប្រើដោយសុវត្ថិភាពឯនោះបាទអញ្ចឹងដូច្នេះតើប្រើសុវត្ថិភាពដោយធានាមិនឲ្យអារ៉ាប៊ីសាអូឌីតមានក្បាលគ្រាប់នុយក្លេអ៊ែរយ៉ាងណាបាទគឺខាងសភាសហរដ្ឋអាមេរិកកំពុងតែពិនិត្យមើលដើម្បីសម្រេចទៅពេលក្រោយបាទកិច្ចព្រមព្រៀងទាំងពីរនេះបើយោងតាមសេចក្តីប្រកាសព័ត៌មានគឺជាការមួយបាទក្រាលនៅគេថាមូលដ្ឋានច្បាប់សម្រាប់ការសហប្រតិបត្តិការជាដៃគូរយៈពេលវែងជាច្រើនទសវត្សរ៍ខាងមុខទៀតហើយមានតម្លៃរាប់ពាន់លានដុល្លារ multi billion dollars បាទគឺជាដៃគូដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារដែលនឹងធ្វើឲ្យមានការជំរុញទៅដល់អតិភិបខាងសេដ្ឋកិច្ចនិងគោលបំណងយុទ្ធសាស្ត្រក្នុងនោះគឺរួមមានការមិនរីកសាយអាវុធនុយក្លេអ៊ែរផងដែរបើយោងតាមលោករដ្ឋមន្ត្រីក្រសួងធម្មពលរបស់សហរដ្ឋអាមេរិកបានបញ្ជាក់ថាកិច្ចព្រមព្រៀងនេះគឺជាការឆ្លុះបញ្ចាំងនៅការបដិញ្ញារួមគ្នារបស់ប្រទេសយើងទាំងពីរនៅក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកជាមួយនឹងអារ៉ាប៊ីសាអូឌីតបាទដើម្បីសម្រេចឲ្យបាននៅវិបលភាពនៅក្នុងសហរដ្ឋអាមេរិកក៏ដូចជាការពារសន្តិសុខទៅដល់សម្ព័ន្ធមិត្តរបស់យើងនៅខាងក្រៅប្រទេសផងដែរក៏ប៉ុន្តែលោកបានបញ្ជាក់ថាលោកសូមធានាថាកិច្ចព្រមព្រៀងនេះនឹងរក្សាបាននៅស្តង់ដារខ្ពស់បំផុតនៃសុវត្ថិភាពនុយក្លេអ៊ែរហើយនឹងការមិនរីកសាយអាវុធនុយក្លេអ៊ែរនោះទេក្នុងគណៈពេលដែលបាទគឺយើងនៅពឹងផ្អែកទៅលើបច្ចេកវិទ្យានុយក្លេអ៊ែរដែលល្អបំផុតហើយនឹងអ្នកវិទ្យាសាស្ត្រដែលធ្វើយ៉ាងណារៀបចំសម្រាប់កិច្ចការនេះបាទពីសហរដ្ឋអាមេរិកទៅបាទអញ្ចឹងនេះគឺជាការវិវត្តមួយណាតើប្រទេសអ៊ីស្រាអែលមានបដកម្មយ៉ាងម៉េចមិនទាន់ដឹងដល់ឡើយទេណាបាទព័ត៌មានទី2នេះគឺជាការសម្រេចរបស់ខាងរដ្ឋសភារបស់សហរដ្ឋអាមេរិកនៅក្នុងការផ្ដល់ថវិការហូតដល់95,000លានដុល្លារបាទនៅក្នុងចំណងជើងនេះដាក់ថាសម្រាប់សង្គ្រាមនៅអ៊ីរ៉ង់ក៏ប៉ុន្តែខ្លឹមសារនៅខាងក្នុងគឺមិនសម្រាប់អ៊ីរ៉ង់ទាំងស្រុងនោះទេបាទគឺរដ្ឋសភារបស់សហរដ្ឋអាមេរិកដែលគ្រប់គ្រងដោយគណៈបកសាធារណរដ្ឋរបស់លោកប្រធានាធិបតី Donald Trump បានអនុម័តច្បាប់នេះដោយប្រផិតប្រផើយបាទដល់ថវិកាចំនួន95,000លានដុល្លារបើទោះបីជាមានសមាជិកគណៈបកសាធារណរដ្ឋចំនួន2រូបបានបដិសេធមិនគ្រប់គ្រងក៏ដោយបាទហើយដូច្នេះគឺវិធានការនេះនឹងបញ្ជូនទៅខាងព្រឹទ្ធសភាឲ្យអនុម័តបន្ថែមទៀតមុននឹងអាចយកមកអនុវត្តបានចេញថវិកាបានប៉ុន្តែនៅខាងព្រឹទ្ធសភានឹងហាក់ដូចជាមិនសប្បាយចិត្តប្រហែលទេជាមួយនឹងថវិកាដែលខាងសភាផ្ញើមកនេះបាទនៅក្នុងកញ្ចប់ថវិកានោះគឺមាន73,000លានដុល្លារបាទ73,000លានដុល្លារសម្រាប់ការផ្ដល់ជំនួយបន្ថែមទៅដល់ខាងយោធា
$12,000,000សម្រាប់កសិករនិង$10,000,000សម្រាប់ការពង្រឹងនៅការដាក់ការរឹតបន្តឹងថ្មីថែមទៀតទៅលើការបោះឆ្នោតដែលបាទលោកប្រធានាធិបតី Donald Trump បានស្នើឡើងបាទហើយការអនុម័តហ្នឹងគឺប្រផិតប្រផាយមែនទែនដោយសម្លេងគ្រប់គ្រងនឹង216ទល់នឹង214បាទ216គ្រប់គ្រង214ប្រឆាំងបាទដោយមានអ្នកប្រឆាំងហ្នឹងគឺមានខាងគណៈបកសាធារណរដ្ឋចំនួន2ផងដែរដែលបាទចូលរួមប្រឆាំងបាទដូច្នេះផែនការនេះអាចនឹងប្រឈមមុខនៅក្នុងព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកថាតើខាងគណៈបកសាធារណរដ្ឋត្រូវប្រើច្បាប់យ៉ាងណាដើម្បីជៀសវាងមិនឲ្យមានការជំទាស់ពីព្រោះអីនៅក្នុងព្រឹទ្ធសភាគឺត្រូវមានការអនុម័ត60សម្លេងដែលគណៈបកសាធារណរដ្ឋមិនមានគ្រប់ទេដូច្នេះគេមានវិធានការផ្សេងទៀតនៅក្នុងការធ្វើយ៉ាងណាអនុម័តច្បាប់នេះបាទអញ្ចឹងខ្ញុំឃើញតួលេខនេះមិញខ្ញុំក៏នឹកឃើញចង់បញ្យល់ប្រិយមិត្តមួយចំនួនឲ្យយល់អំពីនីតិវិធីនៃការអនុម័តច្បាប់នៅក្នុងសហរដ្ឋអាមេរិកហើយនឹងនយោបាយរបស់សហរដ្ឋអាមេរិកផងដែរឃើញនៅក្នុងនេះ$95,000,000 $95,000,000ក្នុងច្បាប់ថវិកាតែមួយនឹងទេក៏ប៉ុន្តែនៅក្នុងច្បាប់ថវិកាតែមួយហ្នឹងគឺមាន$12,000,000សម្រាប់កសិករហើយនឹង$10,000,000សម្រាប់ការពង្រឹងការបោះឆ្នោតបាទពេលមិនឆ្ងល់ទេចុះមកច្បាប់តែមួយហ្នឹងមានតែរឿងសង្គ្រាមផងទៅរឿងកសិករផងទៅរឿងបោះឆ្នោតផងបាទហើយក៏មិនធ្វើដោយឡែកពីគ្នាអត់ទេនេះឯងជាវិធីនៃការធ្វើច្បាប់នៅសហរដ្ឋអាមេរិកគេថាសិល្បៈនៃការចរចាសិល្បៈនៃការចែកផលអំណាចគ្នាផលប្រយោជន៍គ្នាពីព្រោះអីនៅក្នុងមណ្ឌលនីមួយបាទដូចជាមណ្ឌលថារដ្ឋ Pennsylvania មានកសិករច្រើននៅក្នុងកន្លែងនោះអញ្ចឹងដើម្បីបានសម្លេងគ្រប់គ្រងពីសមាជិករដ្ឋសភានៅកន្លែងនោះបាទគាត់ថាបោះឆ្នោតខ្ញុំគាត់ខ្វល់ទេរឿងសង្គ្រាមនេះគាត់ខ្វល់រឿងផលិតផលកសិផលរបស់គាត់ហ្នឹងអញ្ចឹងដើម្បីឲ្យសមាជិករដ្ឋសភានឹងគ្រប់គ្រងគេទៅបញ្ចូលកន្លែងចំណុចណាមួយតែតាក់ទងជាមួយនឹងផលប្រយោជន៍របស់មណ្ឌលហ្នឹងក្នុងហ្នឹងដើម្បីឲ្យបានសម្លេងគ្រប់គ្រងអញ្ចឹងហើយបានច្បាប់របស់សហរដ្ឋអាមេរិកពេលខ្លះយើងមើលទៅថាច្បាប់សង្គ្រាមនេះគឺខាងគណៈបកប្រជាធិបតេយ្យអត់មានគ្រប់គ្រងទេរឿងសង្គ្រាមនៅអ៊ីរ៉ង់ក៏ប៉ុន្តែហេតុអីបានជាមានសមាជិកគណៈបកប្រជាធិបតេយ្យខ្លះគ្រប់គ្រងពីព្រោះគេទៅចរចាមួយគាត់ថាអូខេឥឡូវបើគ្រប់គ្រងអាច្បាប់ហ្នឹងខ្ញុំឲ្យចំណុចមួយនៅក្នុងច្បាប់ហ្នឹងដែរសំទោសបើសិនជាគ្រប់គ្រងថវិកាហ្នឹងនៅក្នុងច្បាប់ហ្នឹងខ្ញុំដាក់ចំណុចមួយដែលថានឹងទុកលុយចំនួន$5,000,000សម្រាប់កម្មវិធីសុខុមាលភាពនៅក្នុងមណ្ឌលរបស់លោកហ្នឹងបាទអញ្ចឹងដូច្នេះវាជាការមួយចរចាគ្នាអញ្ចឹងហើយបានថាអ្នកតំណាងរាជរបស់សហរដ្ឋអាមេរិកហ្នឹងគឺគាត់ទៅតំណាងផលប្រយោជន៍របស់សហគមន៍របស់គាត់ពិតប្រាកដមែនគឺគាត់ទៅចរចាយ៉ាងម៉េចឲ្យបានសហគមន៍គាត់ទទួលបានផលប្រយោជន៍ហ្នឹងរឿងមួយក៏ប៉ុន្តែក៏អាចនិយាយក្នុងន័យមួយយ៉ាងទៀតបានថាសហរដ្ឋអាមេរិកគឺជារឿងដែលត្រូវចែកផលប្រយោជន៍គ្នាបាទដូច្នេះពេលខ្លះគេត្រូវតែបិទផ្នែកម្ខាងបើកផ្នែកម្ខាងដើម្បីអនុម័តកញ្ចប់ថវិកាណាមួយបាទអញ្ចឹងបាននេះគឺដោយសារតែឃើញអញ្ចឹងអាចមានប្រិយមិត្តខ្លះគាត់ជួយចាំគាត់សួរចំថវិកាសម្រាប់សង្គ្រាមនៅក្នុងនោះមានរឿងណាសម្រាប់កសិករណាឆ្កុយហើយរឿងបោះឆ្នោតណាឆ្កុយមកចូលជាមួយគ្នាអញ្ចឹងរឿងមកពីអញ្ចឹងនេះឯងជារបៀបធ្វើច្បាប់នៅសហរដ្ឋអាមេរិកបាទព័ត៌មានទី3បាទព័ត៌មានទី3នេះគឺសេចក្តីរាយការណ៍របស់សារព័ត៌មាន The New York Times New York Times បានរាយការណ៍ថាលោកអភិបាលទីក្រុង New York គឺលោកMamdani បាទកាលពីពេលថ្មីនេះគឺបានពិភាក្សាអំពីចំណាត់ការយ៉ាងណាអាចនឹងចាប់លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែលតាមដីការបស់តុលាការ ICC ប្រសិនបើលោកអញ្ជើញមកចូលរួមប្រជុំនៅក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិនៅខែកញ្ញាបាទក៏ប៉ុន្តែមកដល់ពេលនេះគឺលោកបានពិភាក្សាទៅថាលោកគ្មានអំណាចនៅក្នុងការបញ្ជាប៉ូលីសឲ្យទៅចាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលដោយដែលលោកបានសន្យានៅក្នុងពេលឃោសនាបោះឆ្នោតនោះទេបាទក៏ប៉ុន្តែនៅក្នុងរឿងនេះគឺលោកម៉ាំដានីនឹងលេងល្បីខ្លះដែរបាទគឺពេលដែលលោកបានសម្ភាសជាមួយនឹងសារព័ត៌មាន The New York Times កាលពី2សប្តាហ៍មុននោះលោកនិយាយដូចជា
លោកកំពុងសិក្សាថាតើចាប់បានក៏ប៉ុន្តែការពិតមុននឹងសម្ភារនឹងលោកដឹងស្រាប់ទៅហើយពីព្រោះមេធាវីរបស់លោកបានប្រាប់មកលោកវិញថាអត់បានទេលោកអភិបាលក្រុងគ្មានសិទ្ធិទេនៅក្នុងការបញ្ជាប៉ូលីសឲ្យអនុវត្តដោយការរបស់តុលាការ ICC នេះក៏ប៉ុន្តែលោកនៅតែសម្ភាសនិយាយចាំមកដូចជាលោកកំពុងតែសិក្សារឿងនឹងអញ្ចឹងហើយក្នុងពេលជាមួយគ្នានឹងដែរអ្នកស្រីស្នងការប៉ូលីសទីក្រុងញូវយ៉កហ្នឹងក៏មានជំហរផ្ទុយពីលោកអភិបាលក្រុងផងដែរគឺអ្នកស្រីមានជំហរគ្រប់គ្រងអ៊ីស្រាអែលដោយអ្នកស្រីថាបានប្រាប់ទៅវិញថាប៉ូលីសរបស់អ្នកស្រីគ្មានអំណាចអ្វីទៅចាប់ប្រមុខរដ្ឋរបស់អ៊ីស្រាអែលនោះទេបាទអញ្ចឹងនេះគឺជាការធ្វើបច្ចុប្បន្នភាពជូនប្រិមិត្តណាអំពីរឿងនៅខាងអ៊ីស្រាអែលនេះបាទហើយនឹងឲ្យដឹងផងដែរពីវោហារសាស្ត្រនយោបាយនៅក្នុងពេលឃោសនាហើយនឹងតាក់ទិចរបស់អ្នកនយោបាយមកនិយាយបំភាន់ជាមួយនឹងអ្នកសារព័ត៌មានដើម្បីឲ្យបានចេញព័ត៌មានមួយផ្លែតមកបាទចុងក្រោយបានចេញមកសារភាពទាំងខ្ញុំគ្មានសិទ្ធិទេបាទព័ត៌មានទី4នេះបាទព័ត៌មានទី4នេះខ្ញុំសូមអនុញ្ញាតជូនម្ដងទៀតកាលពីព្រឹកមិញដែលទៅជាពេលយប់មិញនៅកម្ពុជាខ្ញុំបានដកសំពីកាសែតខ្មែរ Times បាទខ្ញុំឥឡូវនេះខ្ញុំទទួលបានសេចក្តីប្រកាសព័ត៌មានពីខាងសានទូតសហរដ្ឋអាមេរិកមកដែរគឺបានឲ្យដឹងអំពីការខិតខំប្រឹងប្រែងបាទនៃការជួបយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជានឹងបានឲ្យដឹងថាលោក Kash Patel ដែលជានាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ FBI របស់សហរដ្ឋអាមេរិកលោកបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជានៅថ្ងៃទី22ខែកក្កដាដើម្បីជួបពិភាក្សាជាមួយនឹងលោកហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជានិងលោកសថេតអគ្គស្នងការនគរបាលជាតិអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងប្រតិបត្តិការបោកប្រាស់តាមអនឡាញដែលនៅបន្តតម្រង់គោលដៅមកលើពលរដ្ឋអាមេរិកសហរដ្ឋអាមេរិកសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជាដែលបានបណ្ដាលឲ្យមានការខាតបង់ប្រាក់អស់រាប់ពាន់លានដុល្លារពីជនរងគ្រោះជាជនជាតិអាមេរិកបញ្ហានេះនៅតែជាអតិភិបកំពូលមួយនៃរដ្ឋាភិបាលអាមេរិកសហរដ្ឋអាមេរិកសូមក្នុងពេលជាមួយគ្នានឹងដែរគឺសហរដ្ឋអាមេរិកក៏បានវាយតម្លៃខ្ពស់ចំពោះការបដិញ្ញាចិត្តរបស់នាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតក្នុងការប្រយុទ្ធរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហានេះហើយកំពុងធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីគ្រប់គ្រងដល់គំនិតផ្ដួចផ្ដើមនានាដែលលុបបំបាត់បណ្ដាញបោកប្រាស់តាមអនឡាញខុសច្បាប់ទស្សនកិច្ចនេះឆ្លុះបញ្ចាំងពីតម្រូវការចាំបាច់នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាយ៉ាងម៉ឺងម៉ាត់ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនអនឡាញរួមទាំងការបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការផ្ដន់ទាទោសដើម្បីចាប់ក្រុមមេខ្លោងបោកប្រាស់កម្រិតខ្ពស់និងការលើកកម្ពស់ការចែករំលែកព័ត៌មានគ្នាពាក់ព័ន្ធនឹងមន្ត្រីដែលរួមគំនិតនិងម្ចាស់ទីតាំងប្រតិបត្តិការបោកប្រាស់ទាំងនោះសហរដ្ឋអាមេរិកក៏គ្រប់គ្រងពេញទំហឹងដល់កិច្ចខិតខំប្រឹងប្រែងក្នុងការធានានៅយុត្តិធម៌សម្រាប់ជនរងគ្រោះនិងការទទួលខុសត្រូវខាងផ្លូវច្បាប់ព្រហ្មទណ្ឌចំពោះប្រតិបត្តិការបោកប្រាស់តាមអនឡាញបុគ្គលរួមគំនិតនិងបុគ្គលពាក់ព័ន្ធក្នុងបទល្មើសជួញដូរមនុស្សនានាសហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយប្រទេសកម្ពុជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ក្នុងការការពារពលរដ្ឋពីបណ្ដាញអក្រិតជនទាំងនេះបាទនេះគឺជាសេចក្តីប្រកាសព័ត៌មានរបស់ខាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាណាបាទគឺបានបង្ហាញនៅការខិតខំប្រឹងប្រែងរួមគ្នារវាងសហរដ្ឋអាមេរិកនិងកម្ពុជាក្នុងការបង្ក្រាបការឆបោកតាមអនឡាញហើយបាទនៅសូមជូនកន្លែងនេះបន្តិចមកគឺនៅថ្ងៃម្សិលមិញបាទថ្ងៃម្សិលមិញនេះគឺខាងសហរដ្ឋអាមេរិកបានបង្ហាញឈ្មោះយុទ្ធជនរបស់សហរដ្ឋអាមេរិកទី4ដែលបានពលីនេះគឺអ្នកស្រីឈ្មោះថាប្រណបាល Angel Rampersad បាទគាត់ក្នុងរូបហ្នឹងអាយុ28ឆ្នាំពេលដែលខាងអ៊ីរ៉ង់ផ្លោងដាក់ចំមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកនៅប្រទេសយ៉ូដានីបាទគឺបានឃើញស្លាប់2នាក់គេដឹងភ្លាមហើយថា
ម្នាក់ទៀតកំពុងតែបាត់ខ្លួនហ្នឹងបាទក្រោយមកបានប្រកាសឲ្យដឹងថាបានរកឃើញសាកសពហើយកំពុងតែកំណត់អត្តសញ្ញាណថាគាត់ឈ្មោះអ្វីចាំបានន័យថាខ្ញុំមិនសូមមិនអត់ថាបាទជ្រើបាទឥឡូវនេះគឺកំណត់អត្តសញ្ញាណរបស់គាត់ហើយគឺគាត់អាយុ28ឆ្នាំជាប្រតិបាលហើយគាត់មកពីរដ្ឋ New York ចឹងជាសរុបគឺ4នាក់ហើយណា4នាក់ហើយគឺដែលបានពលីជីវិតគឺ3នាក់នៅ Jordani ម្នាក់នៅអ៊ីរ៉ាក់បាទអ៊ីរ៉ាក់ហ្នឹងគឺគេបំផ្ទុះគ្រាប់បំផ្ទុះ drone ស្រាប់តែបំបែងទៀតតែត្រូវគាត់ស្លាប់បាត់បង់ជីវិតទៅបាទចឹងនេះជារឿងអកុសលដែរអាយុគាត់ត្រូវអស់នៅខាងអ៊ីរ៉ាក់នោះណាបាទអញ្ចឹងលោកប្រធានាធិបតី Donald Trump នៅថ្ងៃនេះគឺបានទៅចូលរួមក្នុងពិធីដែលទទួលយុទ្ធជនសពរបស់យុទ្ធជនទាំង4រូបដែលបានបញ្ជូនមកសហរដ្ឋអាមេរិកវិញបាទហើយបាទនឹងធ្វើពិធីបុណ្យសពនៅពេលក្រោយព័ត៌មានទី5បាទជាព័ត៌មានអំពីសុខភាពម្ដងតាក់ទងនឹងកាហ្វេបាទពីព្រោះខ្ញុំដឹងថានៅប្រទេសកម្ពុជាពលរដ្ឋកម្ពុជាឥឡូវបងប្អូនចូលចិត្តទទួលទានកាហ្វេទាំងស្រីប្រុសក្មេងចាស់ឥឡូវឃើញទទួលទានកាហ្វេច្រើនដល់ឡែកខ្ញុំនៅអាមេរិកតែខ្លួនខ្ញុំទៅខ្ញុំអត់ញ៉ាំកាហ្វេផងញ៉ាំតែបានវេនតិចdecaf កាហ្វេអត់មានជាតិកាហ្វេអ៊ីនបាទអូខេឥឡូវនេះគឺជាការចុះផ្សាយរបស់ទស្សនាវដ្តី Fortune បាទចេញផ្សាយនៅថ្ងៃនេះបាទថ្ងៃ22នេះគាត់សួរថាតើកាហ្វេប្រមាណកែវញ៉ាំកាហ្វេប្រមាណកែវដើម្បីបញ្ជាក់ថាមានសុខភាពល្អការស្រាវជ្រាវចុងក្រោយបំផុតដែលបានបោះពុម្ពផ្សាយដោយសមាគមបេះដូងអាមេរិកនៅក្នុងទិនានុប្រវត្តិ circulation របស់ខ្លួនគឺសម្រាប់បាននៅចំនួនកាហ្វេដ៏គួរឲ្យជឿជាក់មួយដែលយើងអាចទទួលទានបានណាសម្រាប់មនុស្សពេញវ័យភាគច្រើនការទទួលទានកាហ្វេដែលមានជាតិកាហ្វេអ៊ីនរហូតដល់5ពែងក្នុងមួយថ្ងៃគឺប្រហែល400មីលីក្រាមនៃជាតិកាហ្វេអ៊ីនគឺមានសុវត្ថិភាពហើយសម្រាប់មនុស្សមួយចំនួនថែមទាំងអាចជាប់តាក់ទងនឹងហានិភ័យទាបនៃជំងឺបេះដូងមួយចំនួនទៀតផងចឹងអ្នកខ្លះគាត់មានជំងឺបេះដូងគាត់មិនហ៊ានទទួលទានគាត់នៅក្នុងអត្ថបទស្រាវជ្រាវនេះគាត់ថាមានចំនួនដែលអាចនឹងប៉ះពាល់បេះដូងប៉ុន្តែទាបណាចំពោះអ្នកដែលមានសម្ពាធឈាមមានសុខភាពល្អបាទការទទួលទានត្រឹម1ទៅ3ពែងក្នុងមួយថ្ងៃអាចនឹងមានហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺលើឈាមចឹងបើសិនតែយើងសម្ពាធឈាមល្អណាបាទកាហ្វេពេលព្រឹកតែ1ពែងអាចនឹងមិនប៉ះពាល់បេះដូងរបស់អ្នកនោះទេលោកវិជ្ជបណ្ឌិត Gregory Marcus ដែលជាប្រធានក្រុមសរសេរសេចក្តីថ្លែងការណ៍និងជាអនុប្រធានផ្នែកជំងឺបេះដូងសម្រាប់ការស្រាវជ្រាវនៅសាកលវិទ្យាល័យ UC San Francisco Health បានមានប្រសាសន៍យ៉ាងច្បាស់ថាការទទួលទានរហូតដល់5ពែងក្នុងមួយថ្ងៃមានសុវត្ថិភាពនិងមិនបង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូងទេដរាបណាវាជាកាហ្វេខ្មៅដោយគ្មានជាតិស្ករឬសារធាតុបំពេញបន្ថែមជាទូទៅការផឹកកាហ្វេពី2ទៅ4ពែងក្នុងមួយថ្ងៃត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះហានិភ័យនៃជំងឺបេះដូងជំងឺខ្សោយបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាលប្រសិនបើផឹកលើសពី4ពែងអ្នកស្រាវជ្រាវព្រមានថាហានិភ័យនៃជំងឺបេះដូងអាចចាប់ផ្ដើមកើតឡើងបាទនេះគឺជាការស្រាវជ្រាវថ្មីណាអញ្ចឹងសម្រាប់អ្នកដែលទទួលទានកាហ្វេតើអាចអញ្ជើញពិសាប្រមាណបាទតាមធម្មតាគឺបើមិនថែមស្ករមិនថែមអីនោះគឺតាមចំនួនហ្នឹងណាបាទអញ្ចឹងនេះគឺជាអត្ថបទស្រាវជ្រាវខាងសុខភាពដែលខ្ញុំយកមកចែករំលែកជូនប្រិមិត្តហើយក៏ជាការបិទបញ្ចប់នៃកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងផងដែរបាទអញ្ចឹងសូមអរគុណប្រិមិត្តផងដែរឥឡូវសូមកលេចមើលកែលមានអ្នកសួរហើយឆ្លើយមួយចំនួនទៀតស្រីលៀងបាទគាត់ថាខ្ញុំញ៉ាំមួយកែវព្រឹកឡើងបាទមិនអីទេគាត់ថាល្អហើយអញ្ចឹងលោកពូខ្ញុំញ៉ាំកាហ្វេរាល់ថ្ងៃបាទពេលព្រឹកបាទអូខេល្អជំរាបសួរលោកពូខ្ញុំញ៉ាំ2កែវក្នុងមួយថ្ងៃបាទអូខេចន្ទរិតណាបាទរ៉េតសារ៉ិតបាទអូខេជំរាបសួរសយសិដ្ឋាជំរាបសួរមាសមុំពីស្ទឹងសានជំរាបសួរសូភិរំបាជំរាបសួរបុតខាងនៅស្រុកខ្មែរចាននិយាយថាបោះឆ្នោតជាកញ្ចប់
បាទសុផាតសុកបាទជំរាបសួរបាទគូក្បាលអ្នកផ្ចាំធ្វើក៏មិនត្រូវដែរបាទសូមសួរបងតើបងយល់យ៉ាងណាចំពោះជនភៀសឹកតើអន្តរជាតិអាចជួយបានទេបាទគេកំពុងតែជួយបាទគេកំពុងតែជួយបាទតើអឺបានប៉ុណ្ណាបាទទុំ American Cam ស្លាប់ចូលវិញហើយបាទរៀមវិឡាជំរាបសួរចូលយឺតណាគឹមសុនថប់good morning from Australia បាទជំរាបសួរ zone phone ក៏ចូលបានដែរជំរាបសួរបងថ្ងៃនេះបងយកប្រាក់ទៅចូលបងកងទ័ពជូនបងប្អូនបងព្រមមានសុខភាពល្អបាទសាធុអរគុណច្រើនណាស់ជំរាបសួរលោកកំសែងយើងទីអាសង់ទីនក៏ឲ្យបាទមិនអីទេខ្ញុំនិយាយត្រង់ខ្ញុំម្លាយទៅស្រុកខ្មែរអត់បានមើលទេអញ្ចឹងស្ប៉ាញខ្ញុំអត់ដែលមើលថាទឹកដៃទឹកជើងគាត់ប៉ុណ្ណាខ្លាំងប៉ុណ្ណាខ្ញុំអត់ដែលបានមើលសោះហ្មងហើយយកអាសង់ទីនដោយសារខ្ញុំស្រឡាញ់មេស៊ីបាទខ្ញុំមិនជារឿងដែលថាសមត្ថភាពលើអីទេឃើញគាត់ខ្ញុំស្រឡាញ់ជួយចិត្តគាត់បាទប៉ុន្តែដល់ប្រកួតចុងក្រោយគាត់លេងជាមួយអសជាមួយអេស្ប៉ាញដូចកូនក្មេងអេស្ប៉ាញគៀបជាប់រត់ទៅសុទ្ធហ្គោលគេមិនបានហ្នឹងធ្វើមិនហ្នឹងធម្មតាកីឡាវាមានទៅមានមកអញ្ចឹងថាគេនិយាយលេងតែបាល់មូលបាល់មូលហួរហ្គីតាបាទហ្នឹងហើយbaby small ជំរាបសួរបាទលោកពូសុផាជំរាបសួរណាសាណាជំរាបសួរបាទអរគុណបាទលៀងអេសម្រាប់ជំរាបសួរលោកពូថ្ងៃនេះចង់សួរសំណួរមួយតកតទៅនឹងសង្គ្រាមលោកត្រាំនិងអ៊ីរ៉ង់តើលោកពូគិតថាសង្គ្រាមនេះខាតឬចំណេញសម្រាប់អាមេរិកដោយឡែកនិងសម្រាប់លោកត្រាំនិយាយចំពោះបើប្រៀបធៀបនឹងចំណាយសម្បើមហិមាដោយខ្លីមួយម៉ាត់សង្គ្រាមអត់មាននាំនូវផលចំណេញទេអ្នកខ្លះនិយាយថាចំណេញលក់អាវុធលក់អីហ្នឹងបាទខ្ញុំថាមិនឲ្យចំណេញអីច្រើនទេបាទឥឡូវដូចជាឥឡូវ8ដល់10នាក់ហើយយុទ្ធជនរបស់អាមេរិកពលីហើយនឹងអស់ទឹកប្រាក់ឥឡូវហ្នឹងបូកថែមទៀតហ្នឹងគឺប្រហែលជាខ្ទង់បាទជិត100,000 លានហើយបើយកលុយនោះមកជួយប្រទេសក្រីក្រឬក៏អភិវឌ្ឍនៅសហរដ្ឋអាមេរិកនេះគឺបានច្រើនណាស់ហើយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកមួយចំនួនក៏ទៅចំណាយផងដែរបាទខ្ញុំថាមិនចំណេញទេអ្នកខ្លះថាចំណេញអាវុធចំណេញអីហ្នឹងបាទនេះជាការយល់ឃើញមកគាត់មួយប៉ុន្តែខ្ញុំឲ្យតម្លៃទៅលើជីវិតមនុស្សច្រើនជាងដូចជានៅអ៊ីរ៉ង់គាត់ស្លាប់អស់ច្រើនពីព្រោះនៅក្នុងពេលមុនពេលដែលសហរដ្ឋអាមេរិកប្រើកម្លាំងយោធាហ្នឹងគឺការបះបោររបស់ប្រជាពលរដ្ឋនៅកន្លែងនោះគឺបានចាប់ផ្ដើមរង្គើទៅដល់ការដឹកនាំមកដាក់បដារហូតដល់មានការលើកឡើងថាអាចនឹងមានការបែកបាក់មកចូលរួមជួយប្រជាពលរដ្ឋដែលបះបោរនឹងទៅហើយស្រាប់តែឥឡូវទៅមានសង្គ្រាមអញ្ចឹងការចរចាអាចចូលអាសេណារីយ៉ូទី3ហ្នឹងគឺអាចនឹងបញ្ចប់សង្គ្រាមដោយទុកឲ្យពួកយោធាឆ្មាំបដិវត្តនៅកាន់អំណាចទៀតអញ្ចឹងដូចជាយើងក្បត់ប្រជាពលរដ្ឋអ៊ីរ៉ង់ដែលគ្នាខំចេញមកតស៊ូបាតកម្មឲ្យស្លាប់រាប់ម៉ឺននាក់ចោលទៅទៀតហ្នឹងបាទអញ្ចឹងដូច្នេះកិត្តិយសរបស់សហរដ្ឋអាមេរិកអាចនឹងប៉ះពាល់មិនត្រឹមតែនៅអ៊ីរ៉ង់ទេអាចនឹងលើសនៅប្រទេសអ៊ីរ៉ង់ទៀតពីប្រវត្តិនៃការបំផុសឲ្យគេចេញមកតវ៉ាហើយយើងបោះបង់គេចោលហ្នឹងបាទនឹងរឿងនឹងជារឿងសំខាន់ណាស់បាទអញ្ចឹងដូច្នេះបុកបន្ថែមទៅនឹងការដែលប្រើអាវុធស្លាប់មនុស្សដែលវាអត់ចំណេញហ្នឹងគឺនៃនយោបាយនៃការទូតហ្នឹងផលប៉ះពាល់ច្រើនណាស់បាទពេលខ្លះសង្គ្រាមត្រូវធ្វើក្នុងករណីដែលជៀសវាងមិនរួចបាទជៀសវាងមិនរួចប៉ុន្តែក្នុងករណីនេះគឺដំណោះស្រាយការទូតមានបាទប្រើវិធីសាស្ត្រផ្សេងអាចប្រើបានតែបាទអញ្ចឹងអរគុណប្រិមិត្តច្រើនណាបាទបើចឹងសូមជម្រាបលាប្រិមិត្តដែលបានចូលមកទទួលយកការចែករំលែកព័ត៌មានស្ដីអំពីសហរដ្ឋអាមេរិកពីខាងខ្ញុំនេះបាទសូមអរគុណសូមជម្រាបលាបាទ